តបងប្អូនអាគ្នាមកលេងភ្នំកលែនជាមួយខ្ញុំទាំងអស់គ្នាបងប្អូនតាំងពីគេធ្វើផ្លូវថ្មីមកគឺស្រួលជិះមែនតែនបងប្អូនយើងអានេះគឺខ្ញុំដាក់ map យើងជិះតាមស្វ័យលើបងប្អូនសម្រាប់បងប្អូនយើងអត់ស្គាល់ផ្លូវបងប្អូនមើលតាម map ខ្ញុំដាក់នេះយើងជិះតាមផ្លូវស្វ័យលើយើងមានផ្លូវស្រួលជិះផ្លូវបេតុងបងប្អូនពេលជិះទៅស្រួលហើយស្រួលទាំងការឡើងស្រួលទាំងការចុះពរដងខ្ញុំជិះឡើងភ្នំកលែនណាកន្លែងវងមូលបងប្អូនពេលបងប្អូនជិះមកឃើញវងមូលអញ្ចឹងយើងគ្រាន់តែជិះបត់មកយើងឡើងអាផ្លូវមួយហ្នឹងគឺគេអត់តន់ធ្វើអញ្ចឹងរៀងផ្លូវហ្នឹងពិបាកជិះបន្តិចប៉ុន្តែបើសិនតែយើងស្គាល់អាផ្លូវហ្នឹងគឺយើងស្រួលជិះទេបងប្អូនអានេះខ្ញុំជិះតាមមុនដំបូងខ្ញុំជិះតាមផ្លូវវងមូលពេលបងប្អូនជិះតាមផ្លូវវងមូលហ្នឹងគឺពេលដែលយើងឡើងគឺឡើងផ្លូវអត់ស្រួលជិះទេបងប្អូនវារៀងក្លុកអានេះខ្ញុំដូរពីផ្លូវនឹងវិញមកផ្លូវនេះអ្វីដែលសំខាន់បងប្អូនពេលទៅដល់គេបិទម៉ោង12គេឲ្យឡើងទៅអាផ្លូវមានដីក្រហមផ្លូវដែលយើងពិបាកជិះហ្នឹងបងគាត់យាមនៅនឹងគាត់ថាបិទនៅម៉ោង12មិនឲ្យឡើងទេហើយគាត់ថាបត់ទៅក្រោយវិញទៅជិះតាមផ្លូវស្វាយលើផ្លូវហ្នឹងយើងជិះតាពីនេះទៅនោះតា3គីឡូឯងបងប្អូនមកហើយ3គីឡូរបស់គាត់មែនគ្រាន់តែខ្ញុំបត់មកវិញបងប្អូនជាង30 40គីឡូ38យល់ទៅគាត់ថាតា3គីឡូទេមក3គីឡូរបស់គាត់មែន30 40គីឡូបងប្អូនតម្រាំរកផ្លូវនេះឃើញឆែក map ផងអីផងសួរបងប្អូនអ្នកភូមិផងតម្រាំរកផ្លូវនេះឃើញដល់ពេលរកផ្លូវឃើញបងប្អូនអាចមើលជាក់ស្ដែងបាននេះផ្លូវបេតុងគឺស្រួលជិះហើយក៏ស្រួលឡើងមែនតើបងប្អូននេះផ្លូវឡើងទៅភ្នំកលែនណាបងប្អូនពេលខ្ញុំឃើញបងប្រុសគាត់ថតហ្នឹងខ្ញុំឃើញគាត់ថតតែខ្ញុំអត់ដឹងថាផ្លូវហ្នឹងជិះតាមផ្លូវណាអញ្ចឹងក៏សេវវីដេអូគាត់ទុកហើយដល់ពេលចាប់ផ្ដើមមកលេងភ្នំកលែនក៏ឃើញផ្លូវហ្នឹងដូចក្តីសម័យតែម្ដងបងប្អូនហ្នឹងគឺផ្លូវហ្នឹងគឺពេលដែលយើងឡើងជើងជិះឡានអីគឺឡានប្រឹងបន្តិចតែពេលដែលយើងមកវិញណាគឺឡានយើងអត់សូវប្រឹងទេហើយកន្លែងមួយនេះគឺខ្ញុំឡើងខ្ទង់ម៉ោងម៉ោង2កន្លះខ្ញុំថាអូប្រហែលជាគេបិទមើលទៅដឹងបានឡើងភ្នំកលែនទៀតអត់ទេដល់ពេលមានអីបងប្អូនសុតយកបណ្ដោយនេះផ្លូវឡើងភ្នំកលែនបងប្អូនគឺស្រួលជិះមែនតើសម្រាប់បងប្អូនយើងចង់មកលេងភ្នំកលែនអីមិនថាជិះម៉ូតូជិះឡានឬក៏ជិះអីទេបងប្អូនគឺស្រួលឡើងទេវាអត់ដូចមុនទេព្រោះបើសិនតែយើងជិះតាមផ្លូវវងមូលគឺផ្លូវពិបាកឡើងបន្តិចព្រោះវាមានក្លុកមានអីគេអត់ទាន់ជួសជុលអញ្ចឹងណាបងប្អូនប៉ុន្តែបើសិនយើងជិះផ្លូវតាមស្វ័យលើដូច map ខ្ញុំដាក់នៅក្បាលវីដេអូអញ្ចឹងណាបងប្អូនគឺយើងស្រួលជិះមែនតែនហើយក៏ស្រួលធ្វើដំណើរបងប្អូនហើយបន្តិចទៀតគឺខ្ញុំឡើងភ្នំកលែនហើយចិត្តដល់ហើយអានេះខ្ញុំថតផ្លូវតុកមើលជាអនុស្សាវរីយ៍មួយព្រោះអានេះផ្លូវនេះបងប្អូនបើសិនតែយើងជិះមកវិញពេលយប់ញ៉ាំនេះខ្ញុំថតបានតែពេលថ្ងៃពេលភ្លឺពេលយប់ខ្ញុំជិះមកវិញអូយបងប្អូនដូចយើងនៅលើមេឃអញ្ចឹងណាពេលយើងជិះមកវិញយើងឃើញភ្លើងពណ៌ជាច្រើនមែនតើនៅតាមផ្លូវហើយវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងឯងបងប្អូននេះបងប្អូនខ្ញុំនេះយើងត្រឡប់មកវិញហើយនេះយើងផ្លូវយើងឡើងដល់ហើយចិត្តដល់ហើយចាំមើលតែពេលខ្ញុំឡើងទៅដល់ភ្នំកលែនគឺខ្ញុំថតជូនបងប្អូនបានទស្សនាទៀតបងប្អូន